នៅថ្ងៃទី17ខែកញ្ញាឆ្នាំ2025វេលាម៉ោង 15:30 នាទីរសៀលកងកម្លាំងចម្រុះរបស់ភាគីថៃបាននឹងមានកម្លាំងតម្រួតព្រំដែនទាហានប៉ារ៉ាទាហានឈុតខ្មៅនគរបាលនិងប្រជាពលរដ្ឋស្រុកគោកធ្យូងចំនួនប្រហែល300នាក់មានប្រដាប់អាវុធគ្រប់ដៃនិងមានឧបករណ៍សម្រាប់ទប់ស្កាត់បាតកម្មខ្លះទៀតមានកាន់ជំពាមកៅស៊ូបានចូលមកធ្វើសកម្មភាពរាយបន្លាលួសនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យលុះដល់វេលាម៉ោង 16:20 នាទីថ្ងៃខែឆ្នាំដដែលកម្លាំងចម្រុះរបស់ភាគីថៃបានប្រើប្រាស់រថយន្តបំពាក់ឧបករណ៍បំពងសម្លេងនិងមានកំភ្លើងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើកងកម្លាំងនិងប្រជាពលរដ្ឋកម្ពុជាក្រោយពីក្រុមអ្នកសង្កេតការអន្តរកាល IOT ដឹកនាំដោយប្រទេសម៉ាឡេស៊ីបានចុះសង្កេតការនៅភូមិព្រៃច័ន្ទឃុំអូបីជាន់ស្រុកអូជ្រៅដើម្បីសង្កេតផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅវេលាម៉ោង 11:57 នាទីរសៀលហើយទើបតែចាក់ចេញពីទីតាំងនោះមិនបានប៉ុន្មាននាទីផងនៅក្នុងហេតុការណ៍នេះផងដែរកងកម្លាំងយោធានិងក្រុមប៉ូលីសបង្ក្រាបបាតកម្មរបស់ថៃបានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រដាស់ត្រចៀកប្រព័ន្ធខួរក្បាលព្រមទាំងបង្កអំពើហិង្សាមកលើប្រជាពលរដ្ឋខ្មែរដោយប្រើប្រាស់ឧបករណ៍បង្ក្រាបបាតកម្មនិងជំពាមកៅស៊ូគ្រាប់ឃ្លីដែលបណ្ដាលឲ្យប្រជាពលរដ្ឋនិងព្រះសង្ឃរបស់យើងចំនួន28អង្គនាក់ដួលសន្លប់និងរងរបួសធ្ងន់ស្រាល